សឹងក្នុងចំណោមពួកគេទាំង4នាក់នេះឯងចង់យកអ្នកណាធ្វើជាប្តីរបស់ឯងសឹងគ្រួសារគុមានច្បាប់ថាបើកូនស្រីចង់ឡើងស្នងគ្រួសារត្រូវតែរើសមនុស្សប្រុសម្នាក់ដើម្បីរៀបការជាមួយឲ្យគេមកជួយមើលគ្រួសារយើងក្រែងយើងស្លាប់ហើយនោះអីមិនបានជាយើងនៅមករើសប្តីទៀតអញ្ចឹងយើងបែរជាមករស់ឡើងវិញចង់ពេលដែលរើសប្តីនោះយើងជាកូនស្រីស្នងតំណែងរបស់គ្រួសារតែម្នាក់គត់ពេលអាយុ10ឆ្នាំលោកតាយើងបានរើសក្មេងប្រុស4នាក់មកពីមណ្ឌលកម្មាកំព្រាឲ្យយើងរើសយើងនៅចាំរឿងរ៉ាវនៅពេលនោះច្បាស់ណាស់មិនក៏ពេលនេះទៅជាបែបនេះសឹងពេលឯងធំឡើងមិនថាឯងរើសអ្នកណាក្នុងចំណោមពួកគេអ្នកណាក៏អាចជួយឯងមកជួយគ្រប់គ្រងនៅក្រុមហ៊ុនរបស់យើងបានដែរឯកាលពីជាតិមុនពេលគ្រប់អាយុនោះលោកតាបានសួរយើងថារើសយកអ្នកណាយើងរើសយកឈិនមុហានដែលយើងលួចស្រឡាញ់ជាយូរមកហើយលោកតាជាតិនេះខ្ញុំនឹងរៀបការជាមួយឈិនមុហានតែម្នាក់គត់រៀបការមិនយូរប៉ុន្មានឈិនមុហានគេក៏ស្លាប់បាត់ខ្ញុំក៏មិនរៀបការទៀតរហូតដល់ពេលឃើញគេនៅស្រុកស្រែមានកូនជាមួយអ្នកបម្រើគ្រួសារយើងទើបដឹងថាគេមិនទាន់ស្លាប់លីមូហានអញក៏ហក់យើងអញធ្វើជាស្លាប់គឺដើម្បីមកនៅជាមួយនឹងលីវៃទេព្រោះតែយើងមិនដែលស្រឡាញ់នាងនោះទេយើងខ្លាចជាប្តីនាងដោយសារតែការបង្ខំយើងស្រឡាញ់តែវីទេរហូតដល់ភ្លើងឆេះបានមកបញ្ឈប់ពួកយើងឲ្យឈប់ឆ្លោះគ្នាគូអ៊ីនសឹងបើមានជាតិកោយកុំរើសយើងធ្វើជាប្តីនាងយើងចង់រស់នៅជាមួយវីជាតិមុនឈិនមូហានគេសុកចិត្តស្លាប់ក៏មិនព្រមនៅជាមួយយើងដែរគួរឲ្យស្ដាយយើងខំស្រឡាញ់គេមកច្រើនឆ្នាំvìមានតែម្នាក់ឯងទេសឹងតាដឹងថាឯងស្រឡាញ់មូហានអញ្ចឹងគូដណ្ដឹងឯងក៏យកគេម្នាក់នោះខ្ញុំមិនយកមូហានទេខ្ញុំយកគេខ្ញុំយកតនឈិងយាក្នុងចំណោមពួកគេទាំង4នាក់មានតែគេទេដែលដើរអាវ៉ាសែដើរលេងពាសវាលពាសកាលគេមិនគួរឲ្យពឹងពាក់អីបន្តិចទេមិនបានជាឯងបដូរចិត្តរៀបការជាមួយគេអញ្ចឹងអ្នកទាំង4មកដល់ហើយលោកតានាំគ្នាគិតថាគេតនឈិងយាជាមនុស្សមិនកើតការតែខ្ញុំគិតថាគេនឹងមានអនាគតល្អនៅថ្ងៃក្រោយទៅវិញទេជាតិមុនពេលខ្ញុំរៀបការហើយតនឈិងយាគេចេញពីក្រុងចិនជើគេទៅសាងក្រុមហ៊ុនធំមួយដែលដៃទៅទេមកគេខ្លាចជាអ្នកមានជាងគេនៅក្នុងប្រទេសលោកតាខ្ញុំចិត្តទៅស្នងតំណែងក្រុមហ៊ុនហើយពេលនេះបើប្រៀបជាមួយរកអ្នកដែលខ្លួនឯងស្រឡាញ់គួរតែរកអ្នកជួយខ្ញុំបានវិញល្អជាងសឹងឯងគិតឲ្យច្បាស់ទៅបើឯងសរសេរឈ្មោះគេនៅទីនេះហើយឯងមិនអាចបកក្រោយវិញបានទេលោកតាខ្ញុំគ្មានថ្ងៃបកក្រោយទេបានបើសឹងសម្រាប់ចិត្តទៅហើយអញ្ចឹងតាក៏គ្រប់គ្រងឯងជានិច្ចលោកតា
ខ្ញុំមានរឿងចង់សុំមួយទៀតលោកតាជួយខ្ញុំលាក់ការសិនតើចាំ7ថ្ងៃក្រោយនៅថ្ងៃភ្ជាប់ពាក្យនោះខ្ញុំចាប់ប្រកាសខ្លួនឯងថាគូនឹងខ្ញុំជាអ្នកណា តាព្រមជាមួយឯងអ្នកនាងគូមុននេះនាងរើសអ្នកណាជាគូដណ្ដឹងនាង ចាំបាច់ជាដែរតាំងពីក្មេងនៅក្នុងកាយភ្នែករបស់នាងមានតែមូហានទេអញ្ចឹងគូដណ្ដឹងរបស់នាងប្រកាសជាមូហានហើ មែ យ នហើយអ៊ិនសឹងមូហាដល់ពេលនោះស្រាមង្គលការឯងផឹកច្រើនបន្តិចហើយគូអ៊ិនសឹងយើងមានអ្នកដែលយើងស្រឡាញ់ហើយនាងដោះលែងជើងហើយទៅរកអ្នកផ្សេងទៅ ជាតិមុនវាមិនបានបដិសេធជាងទេឬមួយក៏វារស់សាជាថ្មីដែរហើយ